បញ្ហាស្បែកក្បាលអង្គែកមរមាស់ដំបៅខ្ទុះនៅលើស្បែកក្បាលកូនរបស់យើងទាំងអស់គ្នាពេលខ្លះវាមិនមែនជារឿងធម្មតាទេយើងពេលខ្លះអត់បានចាប់អារម្មណ៍យើងបណ្ដែតបណ្ដោយអញ្ចឹងណាតែនៅពេលដែលយើងធ្វើការចាប់អារម្មណ៍មែនតែនទៅឬក៏យើងស្ដាប់ពីការភាពលំបាករបស់កូនយើងបានដឹងថាបញ្ហាស្បែកក្បាលរបស់កូនយើងមិនមែនជារឿងធម្មតាមិនមែនជាអង្គែធម្មតាទេអញ្ចឹងសូមមេដាបេដាទាំងអស់ហ្នឹងគឺមានការប្រុងប្រយ័ត្នបន្តិចចាឧស្សាហ៍ស្ទាបឧស្សាហ៍មើលស្បែកក្បាលរបស់កូនបើសិនជាឃើញបញ្ហាកមបញ្ហារមាស់អង្គែហុយអង្គែស្អិតឬក៏ដំបៅនៅលើស្បែកក្បាលសូមនាំគាត់មកជួបជាមួយនឹងពេទ្យឯកទេសទៅគឺពេទ្យសើស្បែកឌីយ៉ាម៉ង់ជាងខ្ញុំគឺវិជ្ជបណ្ឌិតគឺមានជំនាញឯកទេសផ្នែកជំងឺសើស្បែកតែម្ដងអញ្ចឹងអាចព្យាបាលជាកុំគិតថាគ្រាន់តែជាអង្គែធម្មតារមាស់ធម្មតាទិញទៅសាប៊ូតាមទីផ្សារយកមកកក់ទៅវាបាត់ហើយតែពេលខ្លះវារំខានគ្នានឹងរៀនមិនកើតផងហើយវាធ្វើឲ្យពិបាកក្នុងការរស់នៅថែមទៀតដោយសាររំខានវារមាស់វាដំបៅអីពេញស្បែកក្បាលធំក្លិនស្អុយអីចឹងទៅណា